bà chỉ biết xua bóng bà muối bóng nó một sò bóng á bà hai dụng mán ấy bóng sai môi ấy rồi thấy bóng thức cài để bóng á nơi nắng chia cho cô một chỉ có một bò chia cho là bóng đó bà những phum nó khai phum mấy nó bóng nó phum của viên rồi hay sốc này mốt khai thơm bông không mồm á bông bà nó cái bóng vì muốn bong squat mà sao dân sấn thì bong miền Nam ra ấy nó không luôn bong chui đi bọt tỉnh mới bong á nhưng miền Nam ra đi ra chui chỉ cung chui cho ăn không sẽ dục đập về nhom đêm thứ năm tháng tới cô bắt thế nào cô bà chẳng cái pi chui cho ăn không chui cho cung bong miền ấy tiết thế nó không luôn bong chẳng bong chui sập cô đi chia cái bè của viên của mong nôm chia score chia dây cô lang axitได้บองlang axit ให้តម្រង់នោមតែเนาะ ចា បាទហើយពីមុនមកមានធ្លាប់ទៅរកការព្យាបាលជាអីដែរហ្មងដែរទៅមើលដែរគ្រូជួសឈាមទៅមើលអញ្ចឹងទៅប៉ាត់លេបថ្នាំពេទ្យអត់បាត់ទេដូចជាអត់ត្រូវក្រៅពីហ្នឹងប៉ាត់តែដល់ពេលហ្នឹងដល់បប៉ះថ្នាំហ្នឹងទៅបើត្រូវអញ្ចឹងណាបាទហើយជំងឺបងហ្នឹងប្រហែលឆ្នាំហើយបងអូច្រើនដែរគ្រូអើយ7 8ឆ្នាំហើយអូយូរដែរបងណាចាបាទហើយបងស្គាល់ម្សៅយិនសិនតាមរយៈណាដែរបងរយៈពូខ្ញុំបាទអូតាមរយៈលោកពូខ្លួនឯងแล้วបងណាចាលោកពូខ្លួនឯងបាទហើយបងប្រើប្រហែលថ្ងៃឃើញសិទ្ធិភាពបងបាទ4ថ្ងៃគ្រូ4ថ្ងៃចា4ថ្ងៃយើងបាត់នងតិចទេណាបាទបាត់នងតិចលែងចាប់ចុកទៅខ្ញុំគួរទៅសើថ្នាំនឹងជាប់ទេណាបាទចាហើយពេលបងប្រើហ្នឹងមានធ្វើទុកអីទេអត់មានធ្វើទុកអីទេហើយក៏ចេះស្រួលចេះតែចាប្រក់ក្តីស្រួលអញ្ចឹងទៅចេះលេបចិត្តអស់ហើយបានបងឡើយចាមើលបងអីចង់សួរតិចបងអាការៈដែលបងមានបញ្ហាសុខភាពបងនេះពេលក៏មិនទាន់ប្រើយិនសិនហ្នឹងបងមានអាការៈថាធ្វើទុកបែបណាបងជួយរៀបរាប់តិចមើលដូចជាវាប្រភពក្នុងខ្លួនអីចឹងទៅឈឺចុកចាប់ត្អូយមួយថ្ងៃចឹងទៅយប់ឡើងម៉ោង4ម៉ោង3ចំណាំម៉ោងវាទៀតទៅដល់ពេលលេបថ្នាំទៅវាលែងស្រែកលែងឈឺទៅណាចាទៅណាគ្រូដល់ពេលប្រើថ្នាំយិនសិនម្សៅយិនសិនហ្នឹងទៅមកប្រើម្សៅយិនសិនហ្នឹងទៅក៏បានក៏ស្រួលលែងសងំលែងឈឺលែងចុកចាប់ទៅណាគ្រូបាទហើយអាបញ្ហាដូចបងទីថាផ្ទះពវៀនទឹកស្អីហ្នឹងធ្វើទុកទៀតដែរពេលបងប្រើម្សៅយិនសិនហ្នឹងទៅចឹងនិយាយថាវាបាត់អានឹងគ្រូប៉ុន្តែវានៅអានោះវានៅឈឺដែរគ្រូនៅថាកាពះវៀនយើងនៅឆ្អល់អីចឹងណាបាទចាប៉ុន្តែហ្នឹងខ្ញុំធានា 100% វាថាវាបាត់ចឹងណាខាងក្នុងអីជង្គង់ក្នុងជង្គង់ក្នុងចាម្រាមដៃអាឈឺតាមកញ្ញោដៃហ្នឹងហើយបាត់ហើយគ្រូអើយបាត់ហើយចាវាស្រាលងើបទៅវាស្រាលខ្លួនមុនងើបទៅធ្ងន់កដុកទៅវិញបាទហៅអីតោងបាទដល់អីតោងដល់ពេលលេបថ្នាំហ្នឹងបាច់តោងទេគឺងើបបានខ្លួនឯងស្រួលស្រាលហើយបើមានន័យថាបងប្រើម្សៅយិនសិននេះបងធ្វើឲ្យអាការៈបងដូចជង្គង់ចកេះឈឺតាមកញ្ញោដៃកញ្ញោជើងបងហ្នឹងក៏ស្រួលស្រាលដែរគ្រូចាបាទមិនលើកមិនក្រោកមកធ្ងន់អីដូចមុនទេមុនងើបឡើងអីតោងបាទច្រាត់ក្បាលជង្គង់ដូចចាស់ជំនាន់ណាអញ្ចឹងដូច100ឆ្នាំអញ្ចឹងបាទព្រោះក្មេងទៅយុសាជាងហ្នឹងហើយបងប្រើទៅមានធ្វើទុកអីបងចាដល់ពេលប្រើទៅវាស្រាលខ្លួនវាស្រួលជង្គង់ឆ្អឹងខ្នងអីហ្នឹងងើបម៉ោង3ម៉ោង4អញ្ចឹងវាលែងឈឺវិញណាបាទចាពេលបងប្រើហ្នឹងចង់និយាយថាមានធ្វើទុកដូចថាធ្វើឲ្យបងក្តៅឬក៏ធ្វើឲ្យបងឈឺជាងមុនអីទេបងអត់ទេគ្រូធម្មតាទេបងណាអត់មានបញ្ហាអីទេខ្ញុំចេះតែលេបទេចេះតែបាត់នងទីទេណាបាទចាស្រួលតាមខ្ញុំប្រាប់ហ្នឹងណាបាទចាហើយបងប្រើអស់ប្រហែលកំប៉ុងមកកំប៉ុងមិនទាន់អស់បងតែអស់មកកំប៉ុងមិនទាន់អស់ទៀតចានៅប្រហែល3ថ្ងៃទៀតនោះបាទហើយបងប្រើអស់ប៉ុណ្ណឹងបងគិតថាអាការៈបងហ្នឹងអាចបាត់ប្រហែលភាគរយហីប្រហែល70 80ដែរហើយប្រហែល70 80%ហើយចាបើវាលែងធ្ងោលែងធ្វើទុកហើយអញ្ចឹងសល់តែ20%ទៀតទេចាអញ្ចឹងចេះលេបបន្ថែមទៀតបានជាស្រួលមែនតើ